សៀមរាបជាខេត្តដែលគួរឲ្យចង់រស់នៅសម្បូរពោរពេញទៅដោយទេសភាពស្រស់ស្អាតគ្រប់រដូវកាលហើយជាពិសេសសម្បូរកន្លែងដើរលេងកាត់ stress នៅពេលដែលធ្វើការហត់ឬក៏មានអារម្មណ៍ថាស្មុគស្មាញរដូវវស្សាទើបតែកន្លងផុតទៅហើយឥឡូវនេះឈានចូលដល់រដូវរំហើយដែលមានខ្យល់បក់ត្រជាក់និងអាកាសធាតុល្អហើយក៏ជាខែដែលអ្នកទាំងអស់គ្នាអាចទស្សនាទេសភាពព្រះអាទិត្យបានយ៉ាងស្រស់ស្អាតផងដែរនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដើរលេងនៅក្នុងខេត្តសៀមរាបនារដូវរំហើយនេះជាមួយនឹងដៃគូធ្វើដំណើរពិសេសរបស់យើងគឺរថយន្ត MG RX5 Sport អញ្ចឹងដំណើរកម្សាន្តរបស់យើងចាប់ផ្ដើមធ្វើដំណើរចេញពីក្រុងសៀមរាបនាពេលព្រឹកព្រលឹមខ្ញុំចូលចិត្តដើរលេងនៅតាមតំបន់ប្រាសាទនាពេលព្រឹកបែបនេះដោយសារតែនៅតាមផ្លូវមិនសូវមានមនុស្សច្រើនមានបរិយាកាសល្អហើយអាកាសធាតុក៏ត្រជាក់ស្រួលទៀតជាពិសេសពន្លឺស្មើនឹងគឺស្រទន់ល្អធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយហើយក៏អាចថតរូបបានស្អាតៗផងដែរហើយបើបានជិះរថយន្ត MG RX5 Sport ដែលមាន Panoramic Sunroof បើកបិទបានធំជាងទៀតគឺអាចធ្វើឲ្យយើងបើកដំបូលមើលឃើញទេសភាពឬក៏បើកដើម្បីទទួលយកពន្លឺធម្មជាតិចូលមកក្នុងឡានបាន MG RX5 Sport នេះប្រើប្រាស់នៅម៉ាស៊ីន 1.5 ទេគឺមានកម្លាំងខ្លាំងនិងប្រើប្រាស់សាំងសន្សំសំចៃខ្លាំងមែនទែនកន្លែងអង្គុយនៅខាងក្នុងឡានក៏ធំទូលាយស័ក្តិសមសម្រាប់អ្នកដែលប្រើប្រាស់ជាលក្ខណៈគ្រួសារឧស្សាហ៍ធ្វើដំណើរកម្សាន្តទៅមកតាមខេត្តសម្រាប់គោលដៅដែលយើងនឹងត្រូវទៅព្រឹកនេះគឺប្រាសាទប្រៃរូបនៅទីនេះក៏សម្បូរប្លង់ថតរូបស្អាតៗមួយចំនួនដែលបងប្អូនមិនគួររំលងប្រាសាទប្រៃរូបជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរដែលត្រូវបានសាងសង់តាំងពីសតវត្សទី10បើគិតមកដល់សម័យបច្ចុប្បន្នមានអាយុកាលលើសពី 1000 ឆ្នាំប៉ុន្តែបើនិយាយពីរូបរាងនៅតែស្រស់ស្អាតនិងនៅបន្តឈរយ៉ាងរឹងមាំដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិគ្រប់រូបហើយចេញពីប្រាសាទប្រៃរូបខ្ញុំក៏បានបន្តដំណើរទៅកាន់ភូមិព្រះដាហើយរថយន្ត MG RX5 Sport នេះក៏បានភ្ជាប់មកជាមួយនឹងកាមេរ៉ា360ដឺក្រេដែលមានសុវត្ថិភាពខ្ពស់ហើយជាពិសេសស្រួលមើលនៅពេលដែលយើងធ្វើដំណើរកាត់ផ្លូវដែលចង្អៀតខ្លាំងឬមួយក៏ពេលចូលចតចំណែកឯកុងទ័រវិញជាប្រភេទ Digital 12.3 អ៊ិញនិងមានអេក្រង់កំសាន្ត14 អ៊ិញដែលមានកម្មវិធី Apple CarPlay និង Android Auto មកស្រាប់ហើយនៅក្នុងឡាននេះក៏មាន wireless charger សម្រាប់សាកថ្មទូរស័ព្ទផងដែរនៅភូមិព្រះដានេះក្រៅតែពីម្ហូបតំបន់ដែលឈ្ងុយឆ្ងាញ់ក៏នៅមានហាងកាហ្វេមួយចំនួនដែលរៀបចំបានស្អាតៗមែនទែនក្នុងនោះក៏មានហាងកាហ្វេមួយដែលមានឈ្មោះថា Domo Cafe ដែលពួកគាត់រៀបចំបែបសាមញ្ញប៉ុន្តែស្អាតមានកន្លែងអង្គុយបែប outdoor និងមានកន្លែងស្អាតៗទុកឲ្យភ្ញៀវថតរូបលេងហើយបើបានជាមកដល់ភូមិព្រះដាមិនបានចូលទិញនំអាកោត្នោតមានអារម្មណ៍ថាដូចជាខ្វះអ្វីមួយយ៉ាងហើយឥឡូវក្រៅតែពីនំអាកោត្នោតក៏គាត់មានលក់ជានំខ្មែរនិងបង្អែមផ្សេងទៀតដែលជាជម្រើសដល់ភ្ញៀវដែលគាត់ចង់មកពិសាសាកល្បងអ្វីថ្មីដែលជារបស់ខ្មែរនៅក្បែរភូមិព្រះដានេះក៏មានទេសភាពវាលស្រែដ៏ស្រស់ស្អាតដែលយើងអាចមើលឃើញដល់ភ្នំបូកពីចម្ងាយបានទៀតផងសំខាន់រថយន្តនេះមានទ្វារឃ្លុបខាងក្រៅអូតូធំទូលាយស័ក្តិសមសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារឬក៏យើងអាចអង្គុយលេងនៅពេលដែលយើងទៅដើរលេងនៅកន្លែងណាដែលមានទេសភាពស្អាតបានផងដែរចេញពីភូមិព្រះដាខ្ញុំក៏បានជិះលេងនៅតាមផ្លូវវងធំគយគន់ទេសភាពព្រៃឈើពណ៌បៃតងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រស់ស្រាយនៅក្នុងរដូវរំហើយនេះកំពុងតែជិះសុកមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងនៅពេលដែលធ្វើដំណើរកាត់ភ្លៀងបែបនេះក៏ផ្ដល់អារម្មណ៍មួយប្លែកដែរជាពិសេសនៅពេលដែលយើងឈប់បាក់ដំបូលអង្គុយមើលទឹកភ្លៀងស្រក់ចុះហើយស្ដាប់បទចម្រៀងដែលត្រូវជាមួយនឹងបរិយាកាសអញ្ចឹងទៀតរឹតតែបង្កើតអនុស្សាវរីយ៍និងការចងចាំដ៏ល្អមួយហើយដោយពាក្យចាស់និយាយមែនក្រោយភ្លៀងមេឃស្រឡះបន្ទាប់ពីភ្លៀងធ្លាក់ប្រហែលជា1ម៉ោងមេឃក៏ចាប់ផ្ដើមបើកថ្ងៃមកវិញអញ្ចឹងខ្ញុំក៏មិនចាំយូរដែរក៏បានឡើងទៅលេងភ្នំបាខែងដើម្បីរង់ចាំទស្សនាមើលព្រះអាទិត្យលិចព្រោះរដូវនេះជាពេលដែលយើងអាចទស្សនាទេសភាពព្រះអាទិត្យលិចបានយ៉ាងស្អាតពេលដែលឡើងមកដល់ខាងលើនេះបងប្អូនទាំងអស់គ្នាអាចទស្សនាទេសភាពប្រាសាទអង្គរវត្តជួរភ្នំគូលែនបារាយណ៍ខាងលិចក្រុងសៀមរាបភ្នំក្រោមនិងព្រៃឈើពណ៌បៃតងស្រងាត់តែម្ដងខ្ញុំសង្កេតឃើញថានៅលើនេះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើនមករង់ចាំមើលព្រះអាទិត្យលិចជាមួយនឹងសកម្មភាពផ្ដិតយករូបភាពស្អាតៗនៅទីនេះទុកជាអនុស្សាវរីយ៍អញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍ថា stress ឬក៏ស្មុគស្មាញឆាប់ដាក់ច្បាប់មកលេងសៀមរាបមកខែនេះគឺទេសភាពព្រះអាទិត្យលិចស្អាតខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តសៀមរាបឬបណ្ដាខេត្តផ្សេងៗដែលចាប់អារម្មណ៍ជាមួយនឹងរថយន្ត MG RX5 Sport អាចមកសាកសួរព័ត៌មានផ្សេងៗនៅ showroom របស់ក្រុមហ៊ុន MG ដោយផ្ទាល់ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6ក្បែរស្តុបចុងកស៊ូដែលនៅទីនេះក៏មានដាក់តាំងបង្ហាញរថយន្ត MG ជាច្រើន model និងមានរថយន្តសម្រាប់បើកបរតេស្តសាកល្បងផងដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយ